đại một tiếng nó cứ xàm tên bánh cứ nó lọ cho vào đói ô sò bịch nó cứ xàm tên một ôn á bực bạch cho ăn nào một ôn điបាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំធ្វើដំណើរដល់ប្រាសាទត្រពាំងផងហើយបងប្អូនណាបងប្អូនឃើញកំពូលប្រាសាទអត់នោះអូខ្ញុំនេះខ្ញុំបើមិនទូតាមផ្លូវនឹងមិញចង់ភ័យដែរមិញដោយសារតែឃើញគោកច្រើនពេកហើយសិតតែដប់សិតតែព្រៃអញ្ចឹងទៅចង់ភ័យដែរមិញឥឡូវខ្ញុំរកឃើញហើយប្រាសាទណានោះឃើញកំពូលលងប៉ុណ្ណាណៃប្រាសាទធំមែនទែនសក់គោកទាំងអស់នេះសក់គោកណាបងប្អូនពីដើមមានប្រជាជនរស់នៅច្រើននេះនៅជុំវិញប្រាសាទហ្នឹងណាហើយនៅម្ដុំហ្នឹងគឺគោករាប់រយគោកណាមិនគោក4 10ទេណាគោករាប់រយបដ ாய் មើលអូច្រើនមែនទែនតាំងពីប្រាសាទទៅទឹងថ្ងៃនោះមកមិញហ្នឹងបងប្អូនខ្ញុំបើតាំងពីនោះឯងមកឆ្ងាយមែនទែននេះកាត់តាមវាស្រែហ្នឹងខ្ញុំឃើញគោកច្រើនអញ្ចឹងណាបងប្អូនអធិស្ឋានខ្ញុំពេលខ្លះទៅបើកម៉ូតូប៉ះគោកខ្មោចអញ្ចឹងណាព្រោះខ្ញុំកន្លងមកគឺខ្ញុំធ្លាប់បើកម៉ូតូប៉ះគោកខ្មោចអញ្ចឹងទៅខ្ញុំមានអារម្មណ៍មួយរាំងភ័យដែរណាដោយសារខ្ញុំបើកម៉ូតូម្នាក់ឯងអញ្ចឹងណាទៅក្នុងដប់ក្នុងព្រៃអញ្ចឹងហើយមានអារម្មណ៍ដកនៅក្នុងចិត្តរហូតមានអារម្មណ៍មួយថាភ័យខ្ញុំខ្លាចប៉ុន្តែខ្ញុំខ្លាចហ៊ានណាក្នុងប្រាសាទចាំមើលខ្ញុំជិះកាត់តាមផ្លូវនោះនេះមើលផ្លូវបងប្អូនណាមិញខ្ញុំខ្ជិលថតទស្សនភាពដែលខ្ញុំធ្វើដំណើរដល់លហេមលហាមអញ្ចឹងណាព្រោះវាលាក់ពេកអញ្ចឹងទៅទប់ទូរស័ព្ទអត់ជាប់ផ្លូវវាពិបាកពេកអូម៉ូតូខ្ញុំអូផ្លូវឥឡូវខ្ញុំត្រូវជិះតាមកលុកនេះនៅរដូវវស្សានៅម្ដុំនឹងប្រហែលជាទឹកទាំងអស់នេះតាំងពីនឹងរហូតដល់ប្រាសាទណាឥឡូវខ្ញុំទុកទូរស័ព្ទសិនខ្ញុំបើកម៉ូតូតទៀតពួកអីបើសិនជាខ្ញុំបើកម៉ូតូថតកាន់ទូរស័ព្ទអត់ជាប់ទេយើងទៅធ្លាក់ហើយព្រោះផ្លូវពិបាកបាទឥឡូវនេះគឺខ្ញុំបើកម៉ូតូមកដល់មុខប្រាសាទត្រពាំងផងហើយបងប្អូនណានេះប្រាសាទត្រពាំងផងកសាងនៅពាក់កណ្ដាលសតវត្សទី 9ណាប្រាសាទនេះប្រហែលជាកសាងនៅក្នុងរាជរបបព្រះបាទជ័យវរ្ម័នទី 3ណាដែលជាបទរបបព្រះបាទជ័យវរ្ម័នទី 2បងប្អូនឥឡូវខ្ញុំបើចូលពីខាងនេះសិនអូលើនឹងខាអាញាធូកាប់បានឆ្លាស់ណាកាលមុនម្ដុំនឹងគឺស្ដុកមែនទែននេះម្ដុំនឹងណាគឺស្ដុកកាត់ឆ្លាស់អញ្ចឹងគឺល្អមែនទែនណានេះយើងទុកតាដើមណាដែលធំអាដើមតូចដែលអត់ប្រយោជន៍គឺកាត់ចោលទៅដើម្បីស្លាប់ប្រាសាទហើយមើលប្រាសាទបានឃើញច្បាស់កាត់បានឆ្លាស់ល្អសូមប្រាសាទនេះចម្លាក់ណាមិនដឹងថាទីទេពអង្គណាទេបាទហើយខាងនេះក៏មិនដឹងថាទីទេពអង្គណាដែរណានៅសល់តែជើងនិងជើងតម្រោខាងនេះសល់ជើងតម្រោមួយដែរឥឡូវខ្ញុំរុកបន្តិចទៅបាទខាងនេះគឺបណ្ណាល័យណាមានបណ្ណាល័យមួយនៅចំហៀងខាងកើតនឹងណាបណ្ណាល័យនឹងគឺបែរមុខទៅទិសខាងលិចណាបងប្អូនកាលពីមុននៅម្ដុំនឹងគឺសុទ្ធតែព្រៃណាមើលបណ្ណាល័យមើលអត់ចង់ឃើញទេដល់ពេលឥឡូវហ្នឹងគឺខាអាញាធូលកាត់ឆ្កាបានឆ្លាស់ល្អមែនទែនណាមើលប្រាសាទបានច្បាស់ល្អហើយកន្លែងហ្នឹងប្រហែលជាកូបូរ៉ានេះកន្លែងហ្នឹងណាខាងនេះឃើញតែគ្រឹះប្រាសាទណាមើលទៅច្បាស់ហើយសម្រាប់នៅចំកណ្ដាលមើលឡើងជ្រៅកលូអូជ្រៅមែនទែនជ្រៅជីកឡើងជ្រៅ
ឥឡូវខ្ញុំដើរតាមសុំទ្វារមកជំនឿខាងលិចមកមើលប្រាង្គដ៏សែនធំបំផុតហើយខ្ពស់មែនទែននេះបងប្អូនណាប្រាសាទត្រពាំងផុងនេះឃើញទេបងប្អូនអស់ចាយប្រាសាទស្ថិតនៅក្នុងព្រៃមែនប៉ុន្តែបាទខ្ញុំថាស្ថិតនៅក្នុងព្រៃពួកអីនៅគោកនឹងគឺសុទ្ធតែព្រៃណាបរិវេណដែលព័ទ្ធជុំវិញប្រាសាទនឹងគឺសុទ្ធតែវាស្រែហើយនឹងគោកផ្សេងអមទាំងខាងប្រាសាទត្រពាំងផុងនឹងហើយប្រាសាទនឹងគឺមានគូទឹកមួយជាន់ណានៅខាងកើតទៀតគឺដូចជាឃើញមានស្រះទឹកមួយគឺធំមែនទែនហើយជ្រៅហើយចេញពីនឹងគឺខ្ញុំនឹងទៅថតស្រះនឹងឲ្យបងប្អូនទស្សនាអស់គ្នាបងប្អូនណាប៉ុន្តែខ្ញុំដើរមើលប្រាសាទនឹងសិនហើយឃើញប្រាសាទនឹងគឺធំមែនទែនតាមដែលខ្ញុំពិនិត្យមើលទៅប្រាសាទនឹងគឺមានប្រាង្គច្រើនណាបងប្អូនប្រាង្គច្រើនមែនទែនកន្លែងហ្នឹងគឺប្រាង្គមួយកន្លែងហ្នឹងគឺប្រាង្គមួយទៀតប្រាង្គធំជាងគេគឺនៅកណ្ដាលនៅរឿងមុំល្អនៅខាងលិចប្រាង្គមួយនោះកន្លែងនោះណានៅខាងនោះប្រាង្គមួយទៀតនៅខាងជើងប្រាង្គមួយទៀតណាប្រាង្គមានច្រើនមែនទែនចាំមើលខ្ញុំដើររាប់ឲ្យអស់ដល់ចំណឹងមួយឥឡូវខ្ញុំទៅខាងជើងខ្ញុំមកតន់ទៅខាងលិចទៅណាហើយខាងនេះគឺបណ្ណាល័យមើលខ្ញុំឡើងនៅប្រាង្គមួយនឹងណានេះឃើញទេបងប្អូននេះខ្ពស់ខ្ពស់នេះចម្លាក់ល្អឥតខ្ចោះស្អាតណាស់បងប្អូនស្អាតណាស់ល្អឥតខ្ចោះបដ ចម្លាក់មួយផ្ទាំងនឹងណានៅលើទ្វារបញ្ឆោតចំហៀងត្បូងសម្រាប់ប្រាសាទត្រពាំងផុងនឹងគឺនៅចុងភូមិណាបងប្អូននៅចុងភូមិដូចតែប្រាសាទទទឹងថ្ងៃប៉ុន្តែសម្រាប់ប្រាសាទត្រពាំងផុងនឹងគឺមានរូបរាងណាគឺនៅប្រាង្គមួយគឺនៅស្អាតមែនទែនហើយខ្ពស់តាមដែលខ្ញុំសួរអ្នកភូមិប្រាសាទនឹងដូចជាស្ថិតនៅភូមិគុស្រុកឃុំរលួស្រុកប្រាសាទបាគងខេត្តសៀមរាបណាឥឡូវខ្ញុំចុះទៅក្រោមសិនបងប្អូនមើលក្បាច់ប្រាសាទនេះគឺរូបប្រាសាទណានេះស្អាតមែនទែននឹងមិនដឹងថាចម្លាក់អីទេគេវាយបំបែកឡើងបែកជា4ដុំស្អាតណាស់បងប្អូនឥឡូវខ្ញុំដើរឡើងទៅខាងក្នុងបន្តិចបាទឆ្នាំគេជីកកាយនៅសល់ចម្លាក់មួយផ្ទាំងប៉ុន្តែដាច់ប្រកេះអូអស្ចារ្យបងប្អូនអស្ចារ្យមែនអស្ចារ្យកាលពីមុនខ្ញុំមកលេងកន្លែងហ្នឹងគេអត់ទាន់ធ្វើកាន់ចន្ទើទេណាគេទៅធ្វើឡើយ
កាន់បដានឹងនេះកន្លែងហ្នឹងគឺប្រាង្គមួយទៀតណាបងប្អូននៅជំហៀងជើងនេះកន្លែងហ្នឹងណាខ្ញុំមកមើលកន្លែងហ្នឹងដូចជាមានប្រាង្គមួយទៀតនេះដូចជាកន្លែងហ្នឹងឯងមានប្រាង្គមួយទៀតហ្នឹងកន្លែងហ្នឹងមានប្រាង្គមួយដែរនេះកន្លែងហ្នឹងមានប្រាង្គមួយអសជើងតម្រូវជារង្វង់មិនដឹងថាតម្កល់ទីទៀបអង្គណាទេនេះខាងនេះគឺទ្វារបញ្ឆោតនៅជាមួយខាងជើងណាចម្លាក់គឺនៅស្អាតដែរសសរពេជ្របងប្អូនមើលនេះស្អាតណាស់សសរពេជ្រហ្នឹងណាក្បាច់ហើយនៅជំនាញខាងកើតក៏ស្អាតដែរណាសពេជ្រហ្នឹងមើលស្អាតមែនទែនសម្រាប់ទ្វារបញ្ឆោតនៅជំនាញខាងលិចមានសភាពទ្រមបន្តិចបងប្អូនណានេះសពពេញមកដើមនឹងបែកជា2ហើយផ្ដែក៏មានសភាពបាក់បែកដែរហើយនៅខាងនេះក៏មានសភាពបាក់បែកដែរណាតាមពិតប្រាសាទហ្នឹងតាមដែលខ្ញុំមើលគឺក៏សារទៅរួយរាល់ទេបងប្អូនណាដោយសារតែទ្វារបញ្ឆោតហ្នឹងក្បាច់គឺអត់មានទេនេះមើលមានន័យថាក៏សារទៅរួយរាល់ទេនៅក្បាច់បើសិនជាទ្វារបញ្ឆោតហ្នឹងក៏សាងរួយរាល់គឺមើលទៅគឺរំដឹងស្អាតប៉ុណ្ណាទេបងប្អូនណានេះដោយសារតែទ្វារបញ្ឆោតហ្នឹងគឺអត់មានក្បាច់អីសម្បីតែបន្តិចសោះឥឡូវខ្ញុំទៅទៀតឥឡូវនេះស្នាមវិជីកោះកកាយនោះមើលឃើញតែគ្រឹះប្រាសាទនេះ
Phía mình chót nơi chùm hiên hàng bốn có xa tôi rùi rùa để bằng bố nó bạch mà bắt đáy rùi rùa hai nó tạm tên loại chọc đói bắt đáy một tiền nó cứ sát một tên hai ní cứ tỏ bạch sầm rạp tỏ bạch nó cứ bạch loại chọc đói nó ảm tênมีอายุการเชี่ยวมีปนชนะปนตายคือเราแต่สะอาดสะอาดมันเต้นมือดูตืบดัดฉลักไม่ยังคือสะอาดมันเต้นให้คันในติดคันในเรียงรูปแบบใบเกลี่ยมกรอมเนี่ยกรอมเราไปอ่อนติดเป็นไทยคันนี้เป็นน้ำสะอาดเต็มสะอาดเราขยมเดอtừการตบงที่ดีไซน์ขยมเคยเจอตำรวจมือคือทอมเต็นลำบปอนโกธนอดนี่เจอตำรวจมือหนึ่งนะปปอนโกธนอดโอ้ปปอนเคยจำธนอดปปอนโกธนอดปดอยเจอตำรวจหนึ่งมาเดินทัดดัดน้ำกอลตีเตียบออกนาตีนี่ก็เลยนึกด้วยเจเมียนปรางประสาทมวยคนปรางประสาทมวยนึกก็เลยหนึ่งเมียนคนปรางประสาทจราจรเต็นการน้องพายจีเมียนได้หนกในเมืองไหลนี่ขยมดาวโมจมเฮียงกันตะบงคือทอดตัวตะเพียประสาทคือสะอาดเต็นนะเนี่ยเคยมองผลสะอาดเมนเตียตัวนึกคือพวกมันเต็นบาแต่ปนังเต้บองปอนนะเจนปีประสาทตะเปียงพงคือขยมตลอดตะเปียงหินให้นะเราขยมได้บานปรำปีประสาทนะเตียงประสาทตะเปียงพงนั่นคือบานปรำปีประสาทไทยจังให้ขยมสำหรับตรมสั้นให้ก้อยขยมหนึ่งโมทวิดีโอมวยไทยเตียนนะในประสาทเปรมันตีประสาทบาโกประสาทเปโกประสาทโหลเลยมาประสาทอกไอนั่นคือสไตล์ตอนบานตัวเลนใจนะจำไทยร้อยคือขยมหนึ่งโมเลมไทยเทียถอดประสาทนึงไอบางปนตัวหาถึงออกไปดอยนะสรุปบาแต่ปนังเต้บางปนนะบายบาย